ប្រហុកឆៅចិញ្ច្រាំជាមួយនឹងកាសាំងជូរជូរហិលនេះនិយាយទៅខ្ញុំជឿថាអ្នកណាក៏ចូលចិត្តដែរហើយជាពិសេសបងប្អូនហើយប្រហុកឆៅជាមួយកាសាំងនេះមិនថាបាយកកបាយក្តៅបាយក្តាំងអីទេអូនិយាយពីថាត្រូវជាតិគ្នាខ្លាំងមែនតែនបាយ2 3ចានអីមិនដឹងឆ្អើតទេហើយប្រហុកកាសាំងរបស់យើងជាដំបូងគឺយើងត្រូវទៅបេះកាសាំងសិនហើយកាសាំងខែនេះគឺចាប់ផ្ដើមសម្បូរបងប្អូននិយាយទៅវាចាប់ផ្ដើមចាស់ហើយក៏មិនទៅបេះណាឆ្ងាយដែរគឺថាបេះនៅផ្ទះយាយនឹងឯងហើយចំណែកប្រហុកគ្រឿងក្រៅរបស់យើងហ្នឹងគឺថាមាននៅផ្ទះស្រាប់តែម្ដងនិយាយទៅម្ហូបអំពើនេះបងប្អូនខ្ញុំអត់មានអស់លុយអីទេព្រោះថារបស់របរគ្រឿងក្រៅហ្នឹងគឺយើងមាននៅផ្ទះស្រាប់តែម្ដងអញ្ចឹងហើយពេលខ្លះវាមួយយ៉ាងដែរម្ហូបអំពើនេះគឺអត់មានអស់លុយសំបីតែ100រៀលហើយប្រហុកចិញ្ច្រាំរបស់យើងជាទូទៅគឺខ្ញុំចូលចិត្តដាក់ខ្ទឹមក្រហមបងប្អូនខ្ញុំមិនដឹងថាបងប្អូនណាចូលចិត្តដូចខ្ញុំទេប៉ុន្តែសម្រាប់ខ្ញុំគឺចូលចិត្តពេលដាក់ទៅវារៀងឈ្ងុយហិលចេញពីខ្ទឹមក្រហមហ្នឹងអញ្ចឹងហើយគឺឆ្ងាញ់ខ្លាំងមែនតែនហើយមិនបាច់រៀបរាប់ច្រើនណាបងប្អូននិយាយទៅម្ហូបមួយមុខនេះគឺដឹងថាឆ្ងាញ់អ្នកណាក៏ចូលចិត្តដែរនិយាយទៅទាំងគេទាំងខ្ញុំអូយគឺថាទ្រាំមិនបានទេចូលចិត្តខ្លាំងមែនតែនហើយជាពិសេសខែនេះគឺជាខែធ្លាក់ភ្លៀងបន្លែប្លុកអីទៅបងប្អូនអើយនេះមកមើលកឆែតមកមើលតកួនវាដុះនៅស្រះក្រោយផ្ទះហ្នឹងនិយាយពីថាល្អយ៉ាងណាហើយមកមើលអាដេញតងកឆែតបងប្អូនអើយធំល្អមែនតែនខំឡើងស្រួយខ្ញោកចំណែកឯម្រះព្រៅជីនាងវងអាខាងនេះគេហៅថាជីភ្លើងកែបបងប្អូនហើយចំណែកឯផ្កាណនងត្រួយណនងនិយាយទៅនៅផ្ទះគឺមានទិញទួយនឹងបេះប្រឡប់ចូលគ្នាទៅបងប្អូនហើយនេះគឺថាបានមកថាឡើងរួចរាល់ជាមួយនឹងបាយនេះគឺថាទើបតែដាំហើយក្តៅថ្មីអូយនិយាយពីថាឆ្ងាញ់នោះឆ្ងាញ់ហើយឥឡូវនេះប្រហុកចិញ្ច្រាំរបស់យើងក៏បានរួចរាល់ដែរបងប្អូននិយាយទៅឡើងមកថាសតែម្ដងប្រហុកនេះបងប្អូនប្រសិនបងប្អូនចូលចិត្តម្ទេសច្រើនដាក់កាន់តែច្រើនកាន់តែឆ្ងាញ់តែខ្ញុំអត់សូវចូលចិត្តឬមួយក៏ចេះហិលអីហ្មងទេចឹងហើយប្រហុកចិញ្ច្រាំនេះជូរហិលនិយាយទៅឆ្ងាញ់ខ្លាំងមែនតើបងប្អូនហើយជាមួយនឹងបាយក្តៅហើយនិយាយទៅគឺថាហូបដៃបងប្អូនអើយអ្នកមើលកុំប្រកែកប្រកាន់អីព្រោះថាម្ហូបមួយមុខនេះហូបជាមួយនឹងដៃទើបឆ្ងាញ់គាត់ថាយើងលាងសម្អាតដៃរួចរាល់ហើយអញ្ចឹងណាចំណែកឯបន្លែប្លុករបស់យើងបន្លែខ្លះក៏ស្រស់បន្លែខ្លះក៏យើងហូបឆៅអូនិយាយទៅបងប្អូនហើយខ្ញុំអស់បាយ2ចានហាក់ដឹងឆ្អើតទេណានិយាយទៅម្ហូបមួយមុខនេះខ្ញុំមិនបានសម្រកគីឡូអីទេហូបឯសិនហើយចាំស្អែកចាំសម្រកគីឡូទៀតព្រោះថាវាឆ្ងាញ់ខ្លាំងចិត្តតែមែនតើហើយលក្ខណៈថាយូរយើងហូបម្ដងយើងមិនសូវជាបានហូបរាល់ថ្ងៃអីណាទេទើបតែថ្ងៃហ្នឹងនឹកឃើញថាចង់ក៏ចានធ្វើនឹងហើយឆ្ងាញ់យកតែមែនតែននិយាយទៅវីដេអូនេះខ្ញុំបញ្ចូលសលេងផ្ដើលើកទឹកមាត់ផ្ដើនិយាយទៅយើងហូបហើយប៉ុន្តែយើងមកកាត់បញ្ចូលសលេងអីម្ដងទៀតគឺថាអូយនៅតែនឹកឃើញរសជាតិវាឆ្ងាញ់យកតែមែនតែនគាត់ថាមកហូបមុខនេះខ្ញុំមិនសូវជាហូបញឹកញាប់ទេបងប្អូនយូរម្ដងដែរទេបើគេអ្នកចំណូលខ្ញុំមិនដឹងទេតែសម្រាប់ខ្ញុំចូលចិត្តដែរគាត់ថាយើងហូបយូរម្ដងអីអញ្ចឹងណាហើយវាគួបផ្សំនឹងរដូវកាលដែរខែនេះវាសម្បូរកាសាំងផ្លែប្លុកមេឃភ្លៀងនៅផ្ទះវាលាស់ខ្ចីល្អអីអញ្ចឹងទៅវាត្រូវគ្នាតែម្ដងជាមួយនឹងមេឃភ្លៀងរលឹមស្រិចបាយក្តៅចាបងប្អូនខ្ញុំអត់មាននិយាយបន្តទៀតទេគឺថាដល់វគ្គខ្ញុំសង្ងំហូបបាយតែម្ដងចាអរគុណជំរាបលាបាយ